ទឹកជ្រោះកាទៀងស្ថិតនៅក្នុងភូមិកាទៀងឃុំលបាំង2ស្រុកលំផាត់ខេត្តរតនគិរីមានចម្ងាយប្រមាណ9គីឡូម៉ែត្រពីក្រុងបាឡុងទឹកជ្រោះកាទៀងស្ថិតនៅកណ្ដាលព្រៃភ្នំមានដើមឈើតូចធំដែលអាចផ្ដល់ជាម្លប់ដល់ភ្ញៀវទេសចរអង្គុយលេងនិងបរិភោគអាហារយ៉ាងត្រជាក់ភ្ញៀវទេសចរអាចចុះទៅលេងទឹកធ្លាក់នៅខាងក្រោមថតរូបថតវីដេអូទុកជាអនុស្សាវរីយ៍បានដោយចុះតាមកាំជណ្ដើរឈើជាច្រើនកាំទៅក្រោមនៅពេលចុះទៅដល់ក្រោមភ្ញៀវទេសចរអាចគយគន់ទឹកធ្លាក់រូងថ្មអាចឲ្យភ្ញៀវចូលទៅក្នុងនោះបានហើយអាចមើលឃើញទេសភាពប្លែកៗជាពិសេសទឹកកំពុងធ្លាក់ចុះយ៉ាងត្របាញ់បង្កើតបានជាសំឡេងតន្ត្រីធម្មជាតិនៅផ្នែកខាងលើក៏មានលក់វត្ថុអនុស្សាវរីយ៍ដែលផលិតដោយដៃរបស់ជនជាតិភាគតិចក្រឹងជាច្រើនមុខសម្រាប់ដាក់តាំងលក់ឲ្យភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនោះដូចជាឃ្លោកស្នាគងក្រណាត់ពឹងសម្គាល់តាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចនិងចំណីអាហារភេសជ្ជៈផងដែរ